នេះគឺជាវីដេអូ highlight ទាំងស្រុងបាននៃការប្រកួតបាទរវាង ISI និងកៅសាន់ជ័យបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ MY កំពង់នាវាពីក្របកើតឡើងនៅក្នុងការប្រកួតថ្ងៃនេះបាទយើងឃើញថាពិតជាជក់ចិត្តដល់អារម្មណ៍មែនទែនមុនការប្រកួតចាប់ផ្ដើមក៏មានការបាទគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជាផងដែរការកាយបាល់បាទចេញពីក្រុមម្ចាស់ផ្ទះគឺ ISI ឱកាសដំបូងកន្លងនេះការតតស្ដាំរបស់វឿនវ៉ាក៏ហើររំលងរបស់ទីកន្លែងនេះមួយក្បាលរបស់ Bruno ក៏ជួយបានពី Wenger Agosto ការតតស្ដាំរបស់សានគឹមហេងក៏មិនចំគោលដៅកន្លែងនេះការតតស្ដាំរបស់ Different ក៏ប្លុកបានពីខ្សែការពារក៏ឱកាសនៃមក Lucas Arthur ទាញឲ្យក៏តតឆ្វេងក៏ហើររំលងរបស់ទីលើកបាល់ចូលមកខាងក្នុងក៏មួយជើងមកតែបាទពី Lucas Arthur ក៏មកចេញទៅខាងក្រៅកន្លែងនេះក៏តែឃ្លាចេញពី Matthew Babuza កន្លែងនេះមកក៏ជះបាល់បានបាទពីអ្នកចាំទីសឿនវីរៈវឌ្ឍនាបាទវីរៈវឌ្ឍនាបាទគឺជួយម្ដងហើយម្ដងទៀតចូលដល់វគ្គទី2ឃើញថា2គ្រាប់កើតឡើងឌីផារ៉ាន់តតស្ដាំកន្លែងនេះបាទជួយបានពីវីរៈវឌ្ឍនាហើយក៏ជះបាល់ទៅកន្លែងនេះបាទឃ្លាតន់ពេលវេលាសានគឹមហេងលើកទៅកន្លែងនេះក៏តែមានក្បាលពីឌីផារ៉ាន់ជះបានទៀតបាទពីសឿនវីរៈវឌ្ឍនាបាទវីរៈវឌ្ឍនាបាទសង្គ្រោះបាល់ម្ដងហើយម្ដងទៀតកន្លែងនេះក៏តែឃ្លាផ្ដាច់បាទជះបាល់ចេញពី Wenger Agosto ទាត់ស្ដាំកន្លែងនេះពី50 ក៏ហើររំលងរបស់ទីឱកាសនេះមកទាញចូលមកខាងក្នុងតែបាទពីមុនវ៉ាន់ដាក៏មិនចំគោលដៅ Aliza លើកទៅកន្លែងនេះក៏ជះបាទជើងឆ្វេងរបស់វឿនវ៉ាក៏ហើររំលងរបស់ទីកន្លែងនេះលើកបាល់ចូលមកខាងក្នុងហើយក៏បញ្ជូនឲ្យ50 សុកនេះទាត់ក៏ប្លុកបានពី Matthew Babuza កន្លែងតែទម្លាក់ល្អមែនទែនតែ Matthew Babuza គាត់ឆ្កើផុតហើររំលងរបស់ទីក្របបាននេះហើយបាទមួយជើងស្ដាំបាទគ្មានសាល់ទេ Matthew Babuza បំប៉ោងសំណាញ់ទីបានយ៉ាងល្អបាទនាំមុខបាទ1-0កន្លែងនេះការលើកបាល់ហើយក៏តែមួយក្បាលពី Matthew Babuza ជួយបានពីវីរៈវឌ្ឍនាបាទ Babuza បាទគឺប៉ុនប៉ងម្ដងហើយម្ដងទៀតកន្លែងនេះហើយបាទចុងម៉ោងការបញ្ជូនពី ឌីផារ៉ាន់ហើយក៏ទះស្ដាំ Patrick Cavagno Nonato បាទគឺក្របបាល់ទី2កើតឡើងនៅចុងម៉ោងធ្វើឲ្យកំពង់នាវាកក់កៅអីបាទ top 6 រដូវកាលនេះតែម្ដងបាទទម្លាក់បាទវីសាខាទៅលេខ7វិញលោកកញ្ញាកណ្ដាលលោកអ៊ីវទីណាក៏ផ្លុំបញ្ចាយបញ្ចប់ការប្រកួតទាំងស្រុងតែម្ដងចូលរួមអសាទរទៅដល់MYកំពង់នាវាដែលបានឡើងទៅតំបន់ top 6 ក្នុងការប្រជែង